ទូសង្គ្រាមនយោបាយនៅអាមេរិកអភិបាលក្រុងញូវយ៉កប្រកាសពិចារណាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលបើហ៊ានជន់ដីក្រុងញូវយ៉កសង្គ្រាមនយោបាយជុំវិញបញ្ហាប្រទេសអ៊ីស្រាអែលកំពុងកើនកម្ដៅខ្លាំងនៅសហរដ្ឋអាមេរិកហើយអភិបាលក្រុងញូវយ៉កលោក Zoran Mamdani បានប្រកាសក្តែងថាលោកកំពុងពិគ្រោះជាមួយនឹងក្រុមមេធាវីនិងអាជ្ញាធរក្រុងដើម្បីពិនិត្យមើលលទ្ធភាពថាតើរដ្ឋបាលក្រុងញូវយ៉កមានអំណាចផ្លូវច្បាប់អាចចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានដែរឬយ៉ាងណាប្រសិនបើលោកធ្វើដំណើរមកកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ UNGA នៅខែកញ្ញាខាងមុខនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី18ខែកក្កដាឆ្នាំ2026អភិបាលក្រុងញូវយ៉កបញ្ជាក់ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu គួរតែត្រូវបាននាំខ្លួនទៅកាន់តុលាការក្រុងឡាអេព្រោះលោកជាបុគ្គលដែលតុលាការអ៊ុក្រិតកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនពាក់ព័ន្ធការចោទប្រកាន់ពីបទអ៊ុក្រិតកម្មប្រឆាំងមនុស្សជាតិក្នុងសង្គ្រាមនៅតំបន់ Gaza លោកបន្ថែមថារដ្ឋបាលក្រុងញូវយ៉កនឹងអនុវត្តតាមអ្វីដែលច្បាប់អនុញ្ញាតប៉ុន្តែมันអាចបង្កើតច្បាប់ថ្មីដើម្បីសម្រេចរឿងនេះដោយខ្លួនឯងបានឡើយជាការឆ្លើយតបលោក Netanyahu បានវាយបកវិញថាដោយចោទថាលោក Zoran Mamdani សហរដ្ឋអាមេរិកគណៈឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថាលោក Netanyahu នឹងនៅតែចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កតាមការគ្រោងទុកសារព័ត៌មាន Al Jazeera បានវាយតម្លៃថាជំហរដ៏រឹងមាំរបស់លោក Zoran Mamdani កំពុងឆ្លុះបញ្ចាំងពីការប្រែប្រួលនយោបាយនៅក្នុងគណៈបកប្រជាធិបតេយ្យអាមេរិកហើយគណៈដែលអ្នកគាំទ្រគណៈបកកាន់តែច្រើនកំពុងប្រឆាំងការបន្តផ្ដល់ជំនួយដល់អ៊ីស្រាអែលនេះនិងទាមទារឲ្យមានការទទួលខុសត្រូវចំពោះសង្គ្រាមនៅ Gaza